បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញវីដេអូថ្មីមួយបងប្អូនដោយសារថ្ងៃនេះគឺមានបងប្អូនប្រុសម្នាក់គាត់ឆ្ងល់ពីរបៀបបង្កើតរូបស្អាតស្អាតនៅក្នុងនៅលើផ្សារអង្គរវត្តនេះបងប្អូនដោយសារគឺតាម trend ថ្មីរបស់គេបងប្អូនហើយវិធីសាស្ត្រធ្វើនៅណែនេះគាត់បានសួរខ្ញុំពីរបៀបធ្វើនៅខាងក្រោមទៅទៀតខ្ញុំនឹងបង្ហាញពីចំណុចដែលគាត់បានសួរបងប្អូនប្រមមើលប្រមមើលបាទបងបាទណាមើលហាត់ប្រមគឺដល់ស្រីណានៃមួយស្រីទៅវាអត់ដូចស្ងាយមកវាដូចបាទបងប្អូននេះមកមើលរូបភាពដែលខ្ញុំបង្ហាញទៅទៀតនេះបងប្អូនរូបភាពដែលខ្ញុំ generate គឺដូចខ្ញុំហើយ90%បងប្អូនតែសារក្នុង AI វាមិនដូច100%នោះទេវាតែខុសកន្លែងណាតិចតួចទៅជាដើមតើឥឡូវបងប្អូនកុំឲ្យខាត់ពេលវេលាយើងចូលទៅក្នុងការធ្វើរបស់វាបងប្អូនឥឡូវយើងចូលក្នុងជ្រោមបងប្អូនGoogle Chrome ហើយបន្តមកទៀតយើង search រក ChatGPT ក៏បាន Gemini ក៏បានបងប្អូនជ្រើសមួយណាក៏បានប៉ុន្តែនៅក្នុងវីដេអូនេះដែរខ្ញុំបង្ហាញពីរបៀប generating ពីតើChatGPT និង Gemini តើមួយណាមានតែ generate លឿនបងប្អូនតើឡើយមកទស្សនាតគ្នានេះយើងត្រូវចូល ChatGPT មកបងប្អូននេះដើម្បី add វាបានយើងត្រូវចុចកន្លែង add រូបឬក៏ copy រូបដាក់ក៏បានបងប្អូនបើបងប្អូនមានហើយយើងជ្រើសរើសរូបដែលយើងចង់ដាក់ឲ្យវា generate ហើយបន្តមកទៀតយើងទៅជ្រើសរើស prompt បងប្អូន prompt ដែលមាននៅក្នុង Telegram របស់ខ្ញុំនេះបងប្អូនឥឡូវយើងមាន prompt ហើយយើងមើល prompt ហើយហ្នឹងគឺរូបដែលខ្ញុំ generate តាមរយៈGemini តែឥឡូវយើងយកវានេះយក prompt ដើម្បីដាក់ទៅ generate សត្វថ្មីបងប្អូនឥឡូវយើងចុច copy prompt ហ្នឹងហើយយើងផាសទៅលើកន្លែង ChatGPT របស់យើងបន្តមកទៀតយើងឲ្យរូបនេះវាដើរពេញទៅលើកអញ្ចឹងយើងអាចចុចសញ្ញាព្រួយហ្នឹងដើម្បីឲ្យវា generate រូបបងប្អូនហើយបន្តមកយើងរងចាំវាបន្តិចកុំឲ្យចាំយូរយើងដាក់ជាមួយ Gemini ទន្ទឹមគ្នាមកបងប្អូនយើងបាយពាក្យ Gemini មកហើយយើង generate វាបាយពាក្យមកហើយតបមកយើងរើសរូបភាពផ្សេងៗមកបងឥឡូវយើងរក Gemini សិនឥឡូវយើងចុចរកហើយឥឡូវយើងឃើញថា ChatGPT វាអត់តាន់រួចរាល់ឥឡូវយើងដាក់ Gemini មួយឥឡូវយើងយក prompt មុនហើយបន្តមកយើងចាប់ដាក់រូបតាមក្រោយអូខេឥឡូវយើង add រូបដូចគ្នាវិញតើរូបហ្នឹង generate ទៅវាដូចគ្នាឬក៏ប្រហាក់ប្រហែលគ្នាបងប្អូនអូខេឥឡូវយើងចាំបន្តិចហើយវាដល់អូខេឥឡូវយើងចុចសញ្ញាព្រួយដូចគ្នាហើយយើងរកចាំវាតើពីហ្នឹងវា generate ទៅមួយណាមុនឬក៏មួយណាក្រោយបងប្អូនអូខេឥឡូវយើងមើលទៅឃើញ Gemini បង្កើតមុនបងប្អូនភាសា Gemini វាអាចបង្កើតលឿនជាង ChatGPT ប៉ុន្តែរូបវាគឺស្តៀងបានត្រឹមតែ80% ទេតែបើ ChatGPT រូបវាគឺអាចស្តៀង90% បងប្អូនឥឡូវយើងមើលទៅទៀតយើងយករូបពីរនេះមកប្រៀបធៀបគ្នាបងប្អូនឥឡូវរូបមិញយើង down មើលហើយអូខេឥឡូវយើងអស់វាឲ្យធំបន្តិចយើងមើលទៅឃើញស្អាតបងប្អូនយើងអាចយករូបនោះប្រើប្រាស់ឬក៏កាត់តជាវីដេអូអីផ្សេងៗបានតែឥឡូវយើងមើល ChatGPT ម្ដងបងប្អូនវាអត់តន់ដើរពេញទេហើយអាហ្នឹងគឺខ្ញុំដាក់មុនគេមិញប៉ុន្តែឥឡូវបែរជានៅក្រោយគេវិញបងប្អូនភាសាហ្នឹងគឺវាបង្កើតរូបច្បាស់ជាងមុនអញ្ចឹងទៅគេត្រូវមនុស្សថា generate ទៅវាយូរជាងមុនតែក្នុងនេះផងដែរខ្ញុំចង់បង្ហាញពីរបៀបយើងអាចប្រើប្រាស់កម្មវិធីហ្នឹងគឺ Font មកបង Font ហ្នឹងគឺសម្រាប់
កាត់តវីដេអូប៉ុន្តែខ្ញុំអត់តតបង្ហាញបងប្អូនតែគ្រាន់តែប្រាប់ត្រុសវីដេអូក្រោយខ្ញុំនឹងបង្ហាញឲ្យបងប្អូនឃើញអូខេឥឡូវយើងមកមើលនេះ ChatGPT គឺយើង generate វាចាប់ផ្ដើមចេញប្រាប់ដើមបងប្អូនយើងឃើញទៅវា generate ឲ្យពីររូបអញ្ចឹងបានវា generate view ហើយមើលរូបភាពទៅមានកម្រិតច្បាស់ជាង Gemini បងប្អូនឥឡូវយើងមើលមកប្រៀបធៀបរូបពីរហ្នឹងឥឡូវយើងដោនតុកសិនបាទអរគុណបងប្អូនទាំងអស់គ្នា